បាទសួស្តីបងប្អូនថ្ងៃនេះខ្ញុំមកប្រាប់ពីរបៀបនៅក្នុងការផុសវីដេអូចូលក្នុង page អញ្ចឹងណាដែលបងប្អូនតែងតែហៅថាការផុស PE ឬក៏ Power Editor សម្រាប់បងប្អូនដែលប្រើនៅលើ Android ដូចជា Oppo Vivo អីបងប្អូនអាចចូលមកកាន់Chrome អញ្ចឹងណាឬក៏ Google បានតែសម្រាប់បងប្អូនដែលប្រើនៅលើ iOS ក៏ដូចជា iPhone អញ្ចឹងណាបងប្អូនចូលមក Safari ក៏បានដែរអញ្ចឹងដើម្បីចូលទៅបានខ្ញុំចូលមក Safari មួយមកបាទហើយត្រង់ចំណុចនេះបងប្អូនចុច search ពាក្យថា similar tool បងប្អូនចាំវាយតាមនេះមកអានេះតាមខ្ញុំវាយស្រាប់បងប្អូនចុចមួយបាទហើយត្រង់ចំណុចនេះបងប្អូនចុចនៅលើ link នេះមកចាំតិចបងប្អូនដោយសារវា slow បាទចូលមកត្រង់ចំណុចនេះបងប្អូនចុចមកលើនេះខ្ញុំធ្វើមួយទេឲ្យបងប្អូនយល់នេះចុចមកលើ video cursor បងប្អូនចុចមកមួយមកបាទបងប្អូនត្រង់ចំណុចនេះកន្លែង register បងប្អូនណាដែលភ្ជាប់ហើយគឺចូលមកកន្លែងហ្នឹងប៉ុន្តែសម្រាប់អ្នកដែលអត់ទាន់ភ្ជាប់ដល់ថ្មីដូចខ្ញុំបង្ហាញហ្នឹងគឺចូលមក login មកចុចមួយបាទត្រង់ចំណុចនេះយើងភ្ជាប់ជាមួយនឹង Google បងប្អូនចុចចំហ្នឹងមកចាំតិចបងប្អូនដោយសារ slow internet នៅខាងខ្ញុំវា slow បាទមកដល់ត្រង់ចំណុចនេះបងប្អូនរើសយកមួយមកអូខេបងប្អូនមកដល់ត្រង់ចំណុចនេះបងប្អូនអូសមកចុចវីដេអូខុសទៅនឹងមកបាទត្រង់ចំណុចនេះបងប្អូនចុច upload ឬក៏ choose វីដេអូនេះយើងចុចមួយមកនេះថាបងប្អូនចង់ផុសវីដេអូអីនេះខ្ញុំចង់ផុសថាវីដេអូនេះបងប្អូនចុច done នេះបងប្អូនចាំឲ្យវាពេញសិនបងប្អូនរួចបងប្អូនចុច upload ងាយទេបងប្អូនស្រួលទេចាំតិចបងប្អូនដោយសារវាមិនទាន់ពេញនេះបងប្អូនអាចមើលបានភាគរយវាឡើងតិចអាហ្នឹងទៅតាមអ៊ីនធឺណិតបើសិនជាបងប្អូនប្រើ Wi-Fi វាលឿនជាងអូខេបងប្អូនត្រង់ចំណុចនេះវាពេញហើយប៉ុន្តែវានៅបាទបងប្អូនមកដល់ចំណុចនេះគេឲ្យយើងរើសនេះសូមជ្រើសរើស thumbnail ខាងក្រោមបងប្អូនក៏ចុចមកមួយណាក៏បានដែរហើយអូសមកខាងក្រោមទៀតអានេះកន្លែងយើងជ្រើសរើស page បងប្អូនដូចថាមាន page 2 3អីចង់ដាក់ page មួយណាបងប្អូនចុចត្រង់នេះមួយដូចខ្ញុំមក page នេះ page ខ្ញុំមានច្រើនខ្ញុំចង់ដាក់អានេះនេះ caption បងប្អូនចង់ដាក់អីដាក់ទៅ caption ហ្នឹងបាទបងប្អូនត្រង់ចំណុចនេះបងប្អូនចុចមកនេះមួយមកជ្រើសរើសយក like page បងប្អូនដាក់វាមកហើយត្រង់ចំណុចនេះបងប្អូនចង់ដាក់ក៏បានមិនបាច់ដាក់ក៏បានដូចខ្ញុំដាក់ទៅបេះដូងមួយក៏បានដែរបងប្អូនបាទត្រង់ចំណុចនេះបងប្អូនចង់ដូរក៏បានមិនបាច់ក៏បានតែខ្ញុំអត់ដូរទេហើយបងប្អូនចុច publish ដើម្បីផុសតែខ្ញុំអត់ផុសទេដោយសារវីដេអូនេះខ្ញុំផុសមិនផ្សាយហើយវីដេអូគឺមានតែប៉ុណ្ណឹងបងប្អូនសម្រាប់អ្នកដែលមកក្រោយកុំភ្លេចជួយចុច subscribe ដាក់យ៉ាងដឹងដើម្បីបានវីដេអូថ្មីទៀតបាយបងប្អូន